គេថាជីវិតគឺការតស៊ូប៉ុន្តែពេលខ្លះយើងតស៊ូរហូតមកហើយប៉ុន្តែមិនបានទទួលលទ្ធផលធ្វើឲ្យយើងអស់សង្ឃឹមអញ្ចឹងកុំអាតន់អស់សង្ឃឹមកើតមកក្នុងអាជីវិតទោះបីជួបការលំបាកប៉ុណ្ណាក៏ដោយបើរាល់ថ្ងៃយើងមានបាយហូបមានទឹកផឹកនិងមានផ្ទះសម្រាប់ស្នាក់នៅយើងនៅមានសំណាងមួយផ្នែកក្នុងជីវិតហើយពេលខ្លះយើងអាចពិបាកចិត្តព្រោះជីវិតយើងមិនទាន់ដូចគេមិនមានលុយច្រើនមិនមានរបស់ប្រើល្អដូចគេឬខិតខំយូរហើយតែមិនទាន់ឃើញលទ្ធផលប៉ុន្តែសម្រាប់មនុស្សមួយចំនួនអ្វីដែលពួកគេបារម្ភបំផុតនៅថ្ងៃនេះគឺតើថ្ងៃនេះមានបាយហូបឬអត់ដូច្នេះបើថ្ងៃនេះយើងកំពុងតែតស៊ូហើយមិនទាន់បានទទួលលទ្ធផលដោយដែលចង់បានកុំទាន់អស់សង្ឃឹមការខិតខំខ្លះត្រូវការពេលវេលាហើយភាពជោគជ័យមិនមែនតែងតែមកភ្លាមនោះទេដរាបណាយើងមានបាយហូបមានសុខភាពមានកម្លាំងនិងមានឱកាសក្រោកឡើងនៅថ្ងៃស្អែកយើងនៅតែអាចចាប់ផ្ដើមនិងខំប្រឹងព្យាយាមម្ដងទៀតបានកុំមើលតែអ្វីដែលយើងមិនទាន់មានរហូតភ្លេចឲ្យតម្លៃអ្វីដែលយើងកំពុងមានជីវិតអាចយឺតបន្តិចតែដរាបណាយើងមិនឈប់ដើរយើងនៅតែមានឱកាសទៅដល់ថ្ងៃដែលល្អប្រសើរជាងនេះអញ្ចឹងអាខ្លីៗដរាបណាយើងនៅមានបាយហូបនៅមានកម្លាំងកាយកម្លាំងចិត្តអាកាសក្តីសង្ឃឹមនៅតែមាន